បាស់ដូចថ្ងៃលោកយាយបាបាវ៉ាងកាបានទាយទុករួចហើយថានៅក្នុងឆ្នាំ2025នេះគឺជាឆ្នាំដែលមានគ្រោះរញ្ជួយដីខ្លាំងក្លានិងជាឆ្នាំមហន្តរាយសម្រាប់មនុស្សជាតិឥឡូវវាបានក្លាយជាការពិតបណ្ដាហើយជាក់ស្ដែងនៅមីយ៉ាន់ម៉ាគឺទើបតែរងគ្រោះដោយសាររញ្ជួយដីកម្រិត 7.7 Richter និង 6.4 Richter ធ្វើឲ្យមនុស្សស្លាប់បើយោងតាមការព្យាករណ៍របស់អាមេរិកអាចមានការកើនឡើងលើស 10,000 នាក់ធ្វើឲ្យដីប្រេះជា2ចម្ងាយជាង 200 គីឡូម៉ែត្ររហូតធ្វើឲ្យសំណង់ចំនួន 13,000 អគារបានរងការខូចខាតនិងអគារកម្ពស់ 30 ជាន់មួយបាត់បាក់រលំមានមនុស្សស្លាប់ជាច្រើននៅបាងកកនិងធ្វើឲ្យរំញាប់ទៅដល់ប្រទេសមួយចំនួនជាដើមក្រៅពីមីយ៉ាន់ម៉ាដែលកំពុងតែរងទុក្ខវេទនាដោយសារតែគ្រោះរញ្ជួយដីមិនធ្លាប់មាននៅក្នុងរយៈពេលជាង100ឆ្នាំកន្លងមកនេះខាងកូរ៉េខាងត្បូងឯណោះគឺទើបតែមានភ្លើងឆេះព្រៃមិនធ្លាប់មានដូចគ្នារហូតបណ្ដាលឲ្យមនុស្ស31នាក់បានស្លាប់ផ្ទះជាង 4,000 ល្វែងនិងខ្នងត្រូវបានបំផ្លាញហើយដីព្រៃជិត 50,000 ហិកតាបានរងការឆាបឆេះនៅអាមេរិកនៅក្នុងឆ្នាំនេះមានភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ាគឺពាសពេញទីក្រុង Los Angeles អស់រយៈពេលប្រហែលជា24ថ្ងៃនៅក្នុងខែមករារហូតឆក់ជីវិតមនុស្សយ៉ាងហោចណាស់29នាក់ហើយបើយោងតាមភ្នាក់ងារអង្គការភូតសាស្ត្ររបស់អាមេរិកបានរាយការណ៍ថាចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះនៅអាមេរិកមានការរញ្ជួយដីចំនួន37លើករួចហើយកាលពីខែមករាក៏មានគ្រោះរញ្ជួយដីកម្រិត 7.1 Richter បានវាយប្រហារតំបន់ទីបេបណ្ដាលឲ្យមនុស្ស126នាក់បានបាត់បង់ជីវិតនិង188នាក់ផ្សេងទៀតរងរបួសរហូតរញ្ជួយនៅទូទាំងតំបន់ភ្នំហេម៉ាឡៃនិងប្រទេសជិតខាងដូចជានេប៉ាល់ប៊ូតុងនិងផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌាជាដើមក្រៅពីនេះទៀតនៅមានរញ្ជួយដីកម្រិត 7.6 Richter ដែលបានអង្រួនសមុទ្រការ៉ាប៊ីននៅជិតកោះកៃម៉ានកាលពីថ្ងៃទី8ខែកុម្ភៈនិងរញ្ជួយដីកម្រិត 7.0 Richter ផ្សេងទៀតដែលបានវាយប្រហារមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងកាលពីថ្ងៃច័ន្ទទី31ខែមីនាដែលបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមីសម្រាប់ប្រទេសតុងហ្កាលោកយាយបាបាវ៉ាងកាក៏បានទស្សន៍ទាយអំពីការរញ្ជួយដីនៅតាមបណ្ដាឆ្នេរខាងលិចរបស់អាមេរិកដែលនឹងបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងមហន្តរាយនិងបង្កឲ្យមានការផ្លាស់ទីលំនៅនិងបំផ្លាញផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដោយឡែកនៅទ្វីបអឺរ៉ុបនឹងធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមគណៈរុស្ស៊ីនឹងកំពុងតែគ្រប់គ្រងពិភពលោកសូមបញ្ជាក់ថាលោកយាយពិការភ្នែកបាបាវ៉ាងកាជាជនជាតិប៊ុលហ្គារីដែលបានទទួលមរណភាពកាលពីជិត30ឆ្នាំមុនបានធ្វើការទស្សន៍ទាយព្រឹត្តិការណ៍ធំត្រូវច្រើនណាស់នាពេលកន្លងមកនៅក្នុងនោះមានដូចជាការវាយប្រហារនៅថ្ងៃទី11ខែកញ្ញាឆ្នាំ2001លើទឹកដីអាមេរិកដោយក្រុមភេរវករអាល់កៃដាគ្រោះមហន្តរាយរលកយក្សស៊ូណាមីនៅមហាសមុទ្រឥណ្ឌាឆ្នាំ2004ការសោយទីវង្គតរបស់ម្ចាស់ស្ត្រី Diana លោកបារ៉ាអូបាម៉ាក្លាយជាប្រធានាធិបតីអាមេរិកនិងសូម្បីតែពេលវេលាទទួលមរណភាពរបស់ខ្លួនឯងក៏លោកយាយទីត្រូវដែរដោយសារតែជាវាយរបស់ខ្លួនគឺលោក Elon Musk រវល់តែជួយប្រធានាធិបតី Donald Trump នៅក្នុងកិច្ចការរដ្ឋាភិបាលនោះឥឡូវនេះវាបានធ្វើឲ្យក្រុមហ៊ុន Tesla ជួបវិបត្តិធំមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះពលគឺការលក់រថយន្តរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះរហូតដល់ 13% ឯណោះដែលជាហេតុធ្វើឲ្យក្រុមហ៊ុន BYD របស់ចិនគ្រោងខ្សែក្រវ៉ាត់ពិភពលោកសាជាថ្មីយោងតាមសេចក្តីរាយការណ៍បានបង្ហាញថាក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីរបស់ខ្លួនបានត្រឹមតែជិត 377,000 គ្រឿងតែប៉ុណ្ណោះនៅក្នុងរយៈពេល3ខែដំបូងនៅក្នុងឆ្នាំ2025នេះដែលធ្លាក់ចុះ 13% បើធៀបទៅនឹងឆ្នាំមុនរហូតធ្វើឲ្យភាគហ៊ុន Tesla បានធ្លាក់ចុះដូចគ្នានៅក្នុងការជួញដូរដំបូងកាលពីថ្ងៃពុធខាងក្រុមហ៊ុន Tesla បានស្ដីបន្ទោសការធ្លាក់ចុះនៃការលក់នេះលើការផ្លាស់ប្ដូរតំណែងថ្មីនៃរថយន្តពេញនិយមបំផុតរបស់ខ្លួន
បើទោះបីជាយ៉ាងណាអ្នកវិភាគខ្លះបានលើកឡើងថាមិនមែនមកពីការផ្លាស់ប្ដូរអ្វីនោះទេគឺមកពីលោក Elon Musk ខ្លួនឯងដែលកាន់កិច្ចការក្រុមហ៊ុនមិនណែនដៃរវល់តែជួយលោកត្រាំនៅក្នុងកិច្ចការរដ្ឋាភិបាលរហូតមានការអំពាវនាវឲ្យដកមហាសេដ្ឋីរូបនេះចេញពីតំណែងជា CEO របស់ Tesla ទៀតផងដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមកវិញជាពិសេសចំពេលដែលក្រុមហ៊ុន BYD កំពុងតែទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងពិភពលោកដោយសារតែការជាប់ពាក់ព័ន្ធរបស់លោក Elon Musk នៅក្នុងផ្នែកនយោបាយក៏បានធ្វើឲ្យកើតមានការតវ៉ានិងការធ្វើពហិការឈប់ប្រើប្រាស់រថយន្ត Tesla ជុំវិញពិភពលោកផងដែរអ្វីត្បិតជួយសន្សំប្រាក់ឲ្យរដ្ឋបាលរបស់លោក Donald Trump ប៉ុន្តែការដឹកនាំរបស់លោក Elon Musk នៅក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលហៅកាត់ថា DOGE បានធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តទាំងនៅក្នុងជួររដ្ឋាភិបាលអាមេរិកនិងពលរដ្ឋទូទាំងពិភពលោកព្រោះលោកគឺជាអ្នកផ្ដល់គំនិតឲ្យលោក Donald Trump កាត់បន្ថយបុគ្គលិករដ្ឋាភិបាលរំលាយក្រសួងអប់រំនិងបន្តចាត់វិធានការរំលាយក្រសួងសុខាភិបាលបន្តទៀតផងក្រៅពីនេះជំនួយបរទេសរបស់ USAID ក៏ត្រូវបានកាត់បន្ថយផងដែរគំនិតរបស់លោក Elon Musk បានធ្វើឲ្យមានប្រតិកម្មប្រឆាំងនឹងក្រុមហ៊ុន Tesla នៅទូទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុបហើយនៅអាមេរិកថែមទាំងមានអ្នកខ្លះបានដុតរថយន្ត Tesla ទៀតផងរហូតរដ្ឋបាលរបស់លោក Donald Trump ចេញមុខមកប្រកាសចាត់វិធានការធ្ងន់ធ្ងរទៅលើអ្នកដែលតវ៉ាទាំងនោះទៀតផងសូមបញ្ជាក់ថាបើទោះបីជាយ៉ាងណាដោយសារតែត្រូវបានគេចាត់ទុកថាជាបុគ្គលពិសេសរបស់រដ្ឋាភិបាលហេតុដូច្នេះលោក Elon Musk តាមច្បាប់អាចនឹងបម្រើការបានត្រឹម130ថ្ងៃនៅរដ្ឋបាលរបស់លោក Donald Trump តែប៉ុណ្ណោះដែលនេះមានន័យថាការចាក់ចេញរបស់លោកកាន់តែខិតជិតមកដល់ហើយពលគឺនៅក្នុងខែមិថុនាខាងមុខនេះអីដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសនៅការដំឡើងពន្ធទ្រង់ទ្រីធំជាថ្មីដែលជាផែនការរបស់លោកនៅក្នុងការដាក់ឈ្មោះថាទិវារំដោះសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសពីសំណុំពន្ធទៅវិញទៅមកថ្មីកាលពីថ្ងៃពុធដោយលើកហេតុផលថាពន្ធទាំងនោះនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកទទួលបានជោគជ័យពន្ធរបស់លោក Donald Trump ដែលលោកបានដាក់តាមរយៈបទបញ្ជាប្រតិបត្តិត្រូវបានគេរំពឹងថានឹងបញ្ជូនរលកសេដ្ឋកិច្ចជុំវិញពិភពលោកសេតវិមានបានចេញផ្សាយបញ្ជាប្រទេសប្រហែល100និងអត្រាពន្ធដែលសហរដ្ឋអាមេរិកនឹងដាក់ក្នុងប្រភេទផ្សេងៗប្រភេទនៃពន្ធទាំងនោះរួមមានពន្ធជាមូលដ្ឋាន 10% នៅក្នុងការហៅទូរស័ព្ទផ្ទៃក្នុងមួយក្នុងពេលសន្ទរកថារបស់លោក Donald Trump ជាមួយមន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់នាយកសារព័ត៌មានថាប្រធានាធិបតីនឹងដាក់ពន្ធមូលដ្ឋាន 10% លើប្រទេសមួយចំនួនអត្រាដែលត្រូវកំណត់ 10% នេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី5ខែមេសាប្រទេសមួយចំនួនដែលនឹងប្រឈមនឹងអត្រាពន្ធមូលដ្ឋាននេះរួមមានចក្រភពអង់គ្លេសសិង្ហបុរីប្រេស៊ីលអូស្ត្រាលីនូវែលសេឡង់ទូគីកូឡុំប៊ីអាសង់ទីនអែលសារ៉ាដាអេមីរ៉េតអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតក្រៅពីពន្ធមូលដ្ឋាន 10% មន្ត្រីសេតវិមានក៏បាននិយាយផងដែរថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធទៅវិញទៅមកជាក់លាក់លើប្រទេសដែលហៅថាជនល្មើសដ៏អាក្រក់បំផុតឬអ្នកដែលបំពេញធ្ងន់ធ្ងរធ្វើឲ្យខូចដល់សេដ្ឋកិច្ចអាមេរិកប្រហែល60ប្រទេសដែលនឹងចូលជាធរមាននៅថ្ងៃទី9ខែមេសាប្រទេសទាំងនោះគិតពន្ធខ្ពស់លើទំនិញអាមេរិកដែលជាការដាក់របាំងមិនមែនពន្ធគយចំពោះពាណិជ្ជកម្មអាមេរិកឬបានធ្វើសកម្មភាពផ្សេងៗទៀតតាមរយៈដែលសហរដ្ឋអាមេរិកមានអារម្មណ៍ថាបានធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចរបស់ខ្លួនដៃគូសំខាន់ៗដែលស្ថិតនៅក្រោមអត្រាពន្ធគយតាមតម្រូវការទាំងនោះរួមមានសហភាពអឺរ៉ុប 20% ប្រទេសចិន 34% វៀតណាម 46% ប្រទេសថៃ 36% ប្រទេសជប៉ុន 24% ប្រទេសកម្ពុជា 49% អាហ្វ្រិកខាងត្បូង 30% តៃវ៉ាន់ 32% មិនមានពន្ធបន្ថែមលើកាណាដានិងមិចស៊ិកនោះទេប្រទេសកាណាដានិងមិចស៊ិកមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសពន្ធនាពេលថ្មីនេះទេសិទ្ធិវិមានបាននិយាយថាពួកគេនឹងដោះស្រាយប្រទេសទាំងពីរដោយប្រើក្របខ័ណ្ឌដែលមានចែងនៅក្នុងបទបញ្ជាប្រតិបត្តិការពីពេលមុននៅក្នុងការដាក់ពន្ធលើប្រទេសកាណាដានិងមិចស៊ិកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន fentanyl និងព្រំដែនកាលពីពេលមុន
លោកដូណាល់ត្រាំបានកំណត់ពន្ធទាំងនោះនៅចំនួន 25% មុនការប្រកាសអំពីការលើកឡើងនៃការពន្យាពេលមួយចំនួនលោកដូណាល់ត្រាំយល់ព្រមផ្អាកពន្ធលើប្រទេសកាណាដានិងមិចស៊ិកលោកប្រធានាធិបតីបានប្រកាសថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ 25% លើរថយន្តផលិតពីបរទេសទាំងអស់ពន្ធទាំងនោះចូលជាធរមានស្ទើរតែភ្លាមនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី3ខែមេសារីឯគេហទំព័រ Reuters បានបន្ថែមអំពីទស្សនៈនៃការយល់ឃើញរបស់អ្នកសេដ្ឋកិច្ចនៅជុំវិញពិភពលោកផងដែរថាពន្ធរបស់លោកដូណាល់ត្រាំធ្វើឲ្យមានភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកដែលកំពុងរងគ្រោះស្រាប់ជុំចុងក្រោយនៃពន្ធ